Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនទាំងអស់គ្នាឃើញទេថាខ្ញុំមានបន្លែម្រះសាច់ជ្រូកឆ្អឹងសាច់ជ្រូក3ជាន់ឆ្អឹងម្ដុំផ្សិតនិងមីសួរតើបងប្អូនទាំងអស់គ្នាដឹងថាខ្ញុំធ្វើម្ហូបអីអត់ថ្ងៃនេះតោះមកមើលទាំងអស់គ្នាជ្រូកមិញខ្ញុំបានច្រាំរួចហើយឥឡូវច្រាំហើយខ្ញុំបានលាយដាក់គ្រឿងដាក់ទៅចូលគ្នាអស់ហើយខ្ញុំនឹងញាត់សាច់ជ្រូកខ្ញុំនឹងញាត់ចូលក្នុងម្រះរបស់យើងម្រះរបស់យើងខ្ញុំនឹងញាត់ចូលឥឡូវញាត់ចូលរួចហើយបងប្អូនទាំងអស់គ្នាមកយើងទៅមើលទឹកដែលខ្ញុំដាំពុះព្រោះខ្ញុំបានមកងាស់ជាមួយនឹងឆ្អឹងស៊ុបថ្ងៃនេះមានម្ហូបទៅប៉ុណ្្នឹងទេស្ងោរម្រះសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំឥឡូវរួចរាល់ហើយខ្ញុំនឹងដាក់ម្រះដែលខ្ញុំបានញាត់ហើយហ្នឹងដាក់ចូលទៅក្នុងទឹកស៊ុបរបស់ខ្ញុំទឹកខ្ទឹមនេះខ្ញុំដាក់នៅពេលក្រោយខ្ញុំងាស់ហើយមានឆ្អឹងស៊ុបមកតាំងមានស្បែកជ្រូកដែលខ្ញុំជាពីសាច់3ជាន់ហ្នឹងយកមកដាក់ទៅចឹងចាំមើលតើពេលដែលខ្ញុំដាក់ហើយទឹកស៊ុបរបស់យើងមានរសជាតិយ៉ាងណាដែរស្អាតមែនយើងបានឆ្អិនរួចរាល់ហើយនេះជាម្ហូបរបស់ខ្ញុំថ្ងៃឡើងនៅផ្ទះតែម្នាក់ឯងព្រោះកូនទៅរៀនអស់ហើយ